ចាជំរាបសួរបងប្អូនអរគ្នានេះគឺជាសំណួរស្វ័យសិក្សាភាគ3នៅក្នុងសំណួរស្វ័យសិក្សាភាគ3នេះក៏ដូចជាសំណួរស្វ័យសិក្សាមុនដែរអូនត្រូវរៀបចំសម្ភារៈម៉ោងពេលវេលារៀនសូត្ររំលឹកនៅសំណួរស្វ័យសិក្សាភាគ1ភាគ2មុននឹងចាប់ផ្ដើមហើយចាប់ផ្ដើមសាកល្បងឆ្លើយសំណួរស្វ័យសិក្សាភាគ3ពិនិត្យមើលតើសំណួរណាខ្លះដែលបងអូនយល់ថានៅមានចំណុចខ្វះខាតហើយកត់ត្រានិងចុងក្រោយសាកល្បងឆ្លើយម្ដងទៀតតើមានការប្រែប្រួលអីខ្លះយើងមកមើលសំណួរភាគ3នេះសំណួរពាក់ព័ន្ធជាមួយនឹងអង្គសួរស្ពាំគឺតកតងនឹងផ្កាតើមាននីតិអីខ្លះហើយផ្កាម៉ូណូនិងផ្កាឌីកូទីដូនមានលក្ខណៈសម្គាល់មិនសំណួរទី2គឺពាក់ព័ន្ធជាមួយនឹងធ្មួយជីវហាវិញ្ញាណនៅពេលត្រូវបានភ្ញូចតើមានអីកើតឡើងសំណួរទី3តកតងនឹងលំពេងហេតុអីជាលំពេងជាកពេញអង់ដូគ្រីនផងនិងអេកសូគ្រីនផងសំណួរទី4តកតងមានបច្ចេកវិទ្យាជីវៈគឺវិស្វកម្មហ្សេនេតិកនិងដំណាក់កាលនៃវិស្វកម្មហ្សេនេតិកហើយនឹងចុងក្រោយគឺសំណួរទ្រឹស្ដីវិវត្តដែលនិយាយអំពីកត្តាដែលនាំឲ្យកកើតប្រភេទថ្មីអញ្ចឹងចម្លើយនៃសំណួរទី1ពេលដែលយើងនឹកឃើញអង្គសួរស្ពាំយើងត្រូវនឹកឃើញថាបកប្រែភាសាសាមញ្ញគឺរុក្ខជាតិមានផ្ការុក្ខជាតិមានផ្កាឬក៏រុក្ខជាតិដែលមានគ្រាប់ការពារបិទបាំងដោយសម្បកអញ្ចឹងតើផ្ការបស់វាមាននីតិអីអញ្ចឹងផ្ការបស់វានីតិសំខាន់គឺសម្រាប់បន្តពូជចាអញ្ចឹងនិយាយខ្លីការមាននីតិចំពោះរុក្ខជាតិអង្គសួរស្ពាំគឺសម្រាប់បន្តពូជឬក៏យើងនិយាយមួយម្យ៉ាងទៀតថាជាផ្កាជាសរីរាង្គបន្តពូជរបស់រុក្ខជាតិអង្គសួរស្ពាំតើផ្កាម៉ូណូនិងផ្កាឌីកូទីដូននឹងខុសគ្នាមិនអានេះគេសួរតែផ្កាអញ្ចឹងមិនបាច់រៀបរាប់ម៉ូណូឌីឯងគេសួរតែផ្កាអញ្ចឹងយើងប្រាប់តែផ្កាមកផ្កាម៉ូណូកូទីដូនគឺការបោះវាមាន3ស្រទាប់ឬពហុគុណនៃ3ហើយផ្កាបឌីកូទីដូនមាន4ស្រទាប់ឬ5ស្រទាប់ឬពហុគុណនៃ4ឬ5អញ្ចឹងយើងឆ្លើយតែផ្កាបានហើយអញ្ចឹងយើងមើលប្រធានឲ្យច្បាស់ណាចំពោះសំណួរទី2គឺតើមានអីគេកើតឡើងនៅពេលដែលធ្មួយជីវហាវិញ្ញាណត្រូវបានភ្ញូចអញ្ចឹងនៅពេលដែលធ្មួយជីវហាវិញ្ញាណត្រូវបានភ្ញូចអ្នកនរគ្នាត្រូវនឹកឃើញអង្គផ្លុចប្រសាទព្រោះមេរៀនហ្នឹងសរីរាង្គវិញ្ញាណនិងតម្រូវប្រសាទសិតតែពាក់ព័ន្ធមួយអង្គផ្លុចប្រសាទអញ្ចឹងអង្គផ្លុចប្រសាទនឹងត្រូវបានដឹកនាំតាមសរសៃប្រសាទវិញ្ញាណនាំទៅកាន់ខួរក្បាលដើម្បីបកស្រាយអញ្ចឹងចម្លើយវាខ្លីប៉ុណ្ណឹងតែអ្នកគ្រូបំបែកជាត្រេនេះមិនមែនបំបែកឲ្យអ្នកនរគ្នាសេត្រេទេប៉ុន្តែបំបែកឲ្យយើងយល់ថា keyword ដែលយើងត្រូវយល់មានអង្គផ្លុចមានសរសៃប្រសាទហើយនិងខួរក្បាលអញ្ចឹងនៅពេលធ្មួយជីវហាវិញ្ញាណត្រូវបានភ្ញូចមានន័យថាអង្គផ្លុចនឹងត្រូវបានដឹកនាំតាមសរសៃប្រសាទវិញ្ញាណនាំហើយទៅណាទៅកាន់ខួរក្បាលដើម្បីបកស្រាយអំពីរសជាតិនោះចាសំណួរទី3គឺលំពេងនេះលំពេងដែលមានរាងដូចស្លឹកឈើអញ្ចឹងលំពេងនេះជាកពេញអង់ដូគ្រីនផងអេកសូគ្រីនផងឬក៏គេសួរថាហេតុអីបានជាលំពេងជាកពេញចម្រោះអញ្ចឹងបើចម្រោះក៏បានគេសួរសំណួរនេះក៏ដូចគ្នាដែរអញ្ចឹងយើងបកស្រាយមកវាជាកពេញអង់ដូគ្រីនព្រោះអីផលិតអរម៉ូនបញ្ចេញនៅក្នុងចរន្តឈាមដល់ពេលជាកពេញអេកសូគ្រីនដោយសារអីផលិតរសរំលាយអាហារបញ្ចេញតាមបំពង់នាំនេះបំពង់នាំរបស់លំពេងចូលទៅវៀនតូចហ្នឹងចឹងសរុបមកដូចយើងនិយាយនិយមន័យកពេញអង់ដូគ្រីននិងអេកសូគ្រីនអញ្ចឹងណាចាអញ្ចឹងបើវាជាអង់ដូគ្រីនព្រោះវាផលិតអរម៉ូនបញ្ចេញទៅតាមចរន្តឈាមអេកសូគ្រីនព្រោះផលិតនៅរសរំលាយអាហារគឺរសលំពេងហ្នឹងបញ្ចេញតាមបំពង់នាំសំណួរទី4គឺមានភាពសាមញ្ញបន្តិចតែអត់អីទេយើងអាចមើលរូបជាមួយគ្នាអញ្ចឹងសំណួរទី4គឺវិស្វកម្មហ្សេនេតិកជាអីអញ្ចឹងបើនិយាយតាមការយល់គឺជាសំណុំបច្ចេកទេសដែលយើងបន្ទេសែនចម្លែកហ្នឹងចូលទៅក្នុងកោសិកាបណ្ដុះហើយធ្វើឲ្យកោសិកាបណ្ដុះដែលជាកោសិកាថ្មួយហ្នឹងទទួលបានលក្ខណៈថ្មីជាប់នឹងសែនហ្នឹងឃើញទេជាប់នឹងអាសែនដែលយើងផ្ទេហ្នឹងទាំងអស់អញ្ចឹងនិយាយឲ្យខ្លីមកយើងកាត់វាជាដុំអញ្ចឹងជាអីគេជាសំណុំបច្ចេកទេសមិនទៅបន្ទេសែនចម្លែកមួយចូលទៅក្នុងកោសិកាបណ្ដុះហើយធ្វើឲ្យកោសិកាថ្មួយនោះមានសែនថ្មីឬក៏មានលក្ខណៈថ្មីជាប់នឹងសែនបន្ទេហ្នឹងដំណើរការនៃការធ្វើគឺមាន4ដំណាក់កាលសំខាន់ដំណាក់កាលទី1គេត្រូវតែយកកាត់ម៉ូលេគុល ADN ហ្នឹងជាអង្កត់តូចមានថាកាត់ម៉ូលេគុល ADN ជាសែនតូចតែសែនហ្នឹងគឺមិនសែនគ្រប់ទេគឺសែនដែលគេចង់បានអញ្ចឹងកាត់ម៉ូលេគុល ADN ជាអង្កត់តូចហើយគេប្រើអង់ស៊ីមហ្នឹងឈ្មោះអង់ស៊ីមរួមអញ្ចឹងពេលកាត់បានហើយគេបញ្ចូលអាសែនដែលគេកាត់បានចូលទៅក្នុង plasmid របស់បាក់តេរីមើលមិនដឹងថា plasmid គឺជា ADN រាងរង្វង់របស់បាក់តេរីហ្នឹងណាអញ្ចឹងដំណាក់កាលទី1កាត់
molecule ADN ជាអង្កត់បន្ទាប់មកបញ្ចូលនៅសែនហ្នឹងឬក៏បញ្ចូលនៅអង្កត់ហ្នឹងចូលទៅក្នុង plasmid របស់បាក់តេរីហើយបន្ទាប់មកយើងទុកឲ្យបាក់តេរីហ្នឹងclone មានទុកឲ្យវាចែកខ្លួនបានបាក់តេរីយ៉ាងច្រើនពេលបាក់តេរីចែកខ្លួនបានច្រើនហើយបាក់តេរីហ្នឹងនឹងបញ្ចេញនៃសែនមានន័យថាបាក់តេរីហ្នឹងសំយកប្រូតេអ៊ីនដែលយើងត្រូវការដែលប្រូតេអ៊ីនហ្នឹងវាធ្វើឲ្យលេចចេញលក្ខណៈថ្មីរបស់វាបញ្ចូលទៅក្នុងរុក្ខជាតិវាចេញលក្ខណៈថ្មីដែលធ្វើឲ្យរុក្ខជាតិហ្នឹងវាធន់នឹងសត្វល្អិតឬក៏ធន់នឹងថ្នាំអញ្ចឹងណាតែបើវាបញ្ចូលទៅក្នុងវិស័យវេជ្ជសាស្ត្រវាអាចផលិតអរម៉ូនអាំងស៊ូលីនឬអីចឹងអញ្ចឹងនេះជាដំណាក់កាលសំខាន់ទាំង4របស់វិស្វកម្មសេនេទិកអញ្ចឹងខ្លីៗកាត់សែនបញ្ចូលសែនហ្នឹងចូលទៅក្នុង plasmid ទុកឲ្យបាក់តេរី clone ហើយសម្ដែងចេញនៃសែនសំណួរចុងក្រោយតើកត្តាអ្វីខ្លះដែលនាំឲ្យកកើតប្រភេទថ្មីយើងដឹងហើយថាភាពរស់វាមិនមែនដោយសារអាទិទេពអ្នកបង្កើតទេភាពរស់មួយនោះវាកើតចេញពីការវិវត្តហើយវិវត្តហ្នឹងវាដោយសារមានកត្តា2ដែលរុញវាឲ្យវិវត្តគឺកត្តាភូមិសាស្ត្ររបាំងភូមិសាស្ត្រនិងរបាំងជីវសាស្ត្រមានថាវាធ្លាប់តែរស់នៅមួយគ្នាតែវាត្រូវបានញែកចេញពីគ្នាតាមរយៈភ្នំតកឬក៏ដៃសមុទ្រដល់ពេលញែកយូរធ្វើឲ្យរបាំងជីវសាស្ត្រវាប្រែប្រួលអានេះយើងអាចបែរជាកូនសញ្ញាបូកតូចទៅចឹងរបាំងជីវសាស្ត្រហ្នឹងសំដៅលើរបាំងដែលរារាំងឲ្យវាមិនអាចបន្តពូជជាមួយគ្នាបានធម្មតាប្រភេទគឺជាក្រុមនៃសារពាង្គកាយទាំងអស់ដែលអាចរស់នៅជាមួយគ្នាបន្តពូជជាមួយគ្នាបង្កើតកូនចៅហើយកូនចៅជំនាន់ក្រោយអាចបង្កើតកូនចៅបានទៀតប៉ុន្តែដល់ពេលវាកើតកើតដោយសាររបាំងជីវសាស្ត្រមានរារាំងមិនឲ្យបន្តពូជបានទៀតចឹងលែងខ្លាចជាប្រភេទតែមួយឯងហេតុអីព្រោះឯនៅពេលវាជួបគ្នាម្ដងទៀតរូបរាងរបស់វាទំហំប្រដាប់បន្តពូជរបស់វាគឺខុសគ្នាអញ្ចឹងយើងបែកបានមួយត្រេឃើញទេរដូវនិងខែបន្តពូជរបស់វាចាប់ដើមផ្សេងគ្នាអញ្ចឹងជួបគ្នាក៏លែងបន្តពូជបានដែរព្រោះវាបន្តពូជនៅរដូវកាលខុសគ្នាហ្នឹងរបៀបតាក់ទាញសត្វញីឈ្មោះក៏ខុសគ្នាការមុនមួយធ្លាប់តាក់ទាញដោយសំឡេងដល់ពេលជួបគ្នាម្ដងទៀតមួយសំឡេងមួយតាក់ទាញដោយរោមពណ៌របស់រោមវិញអញ្ចឹងអត់អាចចូលរួមបន្តពូជគ្នាបានហើយចុងក្រោយបើវានៅតែបន្តពូជទៀតកាម៉ែតញីកាម៉ែតឈ្មោះពេលវាជួបគ្នាគឺមិនរលាយចូលគ្នាព្រោះកាម៉ែតវាខុសគ្នាហើយអញ្ចឹងនេះគឺជាសំណួរកត្តាដែលនាំឲ្យកកើតប្រភេទថ្មីអញ្ចឹងក្នុងភាគ3នេះមានតែប៉ុណ្្នឹងទេអរគុណជួបគ្នាក្នុងភាគ4